នៅលើផ្ទៃខាងក្រៅវាហាក់បីដូចជាការប្រារព្ធខួប170ឆ្នាំនៃទំនាក់ទំនងការទូតរវាងប្រទេសថៃនិងបារាំងប៉ុន្តែនៅពីក្រោយពិធីការដ៏អធិកអធមនិងស្នាមញញឹមនៃមេដឹកនាំរបស់ប្រទេសទាំងពីរអ្នកវិភាគខ្លះបានលើកឡើងនៅសំណួរមួយថាតើដំណើរទស្សនកិច្ចនេះគ្រាន់តែជាការទូតធម្មតាឬក៏ជាការបញ្ជូនសារយុទ្ធសាស្ត្រដែលអាចមានផលប៉ះពាល់ដល់តុល្យភាពភូមិសាស្ត្រនយោបាយក្នុងតំបន់ជាពិសេសពាក់ព័ន្ធនឹងកម្ពុជាយ៉ាងណានៅក្នុងវីដេអូនេះយើងនឹងពិនិត្យនិងវិភាគអំពីចំណុចសំខាន់ៗដែលធ្វើឲ្យព្រះរាជដំណើរនេះក្លាយជាប្រធានបទទាក់ទាញការចាប់អារម្មណ៍នៅលើឆាកអន្តរជាតិត្បិតវត្តមានរបស់ព្រះមហាក្សត្រថៃនៅបារាំងកើតឡើងគប់ជួនគ្នានឹងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសកម្ពុជាគឺឯកឧត្តមប្រាក់សុខុននៅបារាំងក្នុងនាមជាប្រធានកិច្ចប្រជុំវិសាមញ្ញថ្នាក់រដ្ឋមន្ត្រី Francophonie លើកទី47ពិតណាស់វត្តមានដ៏កម្ររបស់ព្រះមហាក្សត្រថៃលើទឹកដីបារាំងត្រូវបានអ្នកជំនាញកម្ពុជាមើលឃើញថាវាជាការធ្វើពិពិធកម្មការទូតកម្រិតខ្ពស់រវាងថៃនិងបណ្ដាប្រទេសផ្សេងទៀតនិងក៏ជាព្រះរាជដំណើរមួយដែលមានជាប់ពាក់ព័ន្ធនឹងជម្លោះព្រំដែនកម្ពុជាថៃផងដែររយៈពេល5ថ្ងៃពោលគឺចាប់ពីថ្ងៃទី25ដល់ថ្ងៃទី29ខែមិថុនាឆ្នាំ2026នៃព្រះរាជដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ព្រះមហាក្សត្រថៃមហាវជ្ជរាលង្កនឬស្ដេចរាមាទី10ទៅកាន់ប្រទេសបារាំងត្រូវបានប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិជាច្រើនចុះផ្សាយប្រងព្រាតអំពីការបន្តរឹតចំណងមិត្តភាពដ៏យូរអង្វែងរយៈពេល170ឆ្នាំនៃទំនាក់ទំនងការទូតរបស់ប្រទេសទាំងពីរប៉ុន្តែបើពិនិត្យមើលតាមខ្សែញាក់នៃភូមិសាស្ត្រនយោបាយក្នុងតំបន់និងប្រវត្តិសាស្ត្រដ៏ចាក់ស្រេះរវាងប្រទេសទាំង3ពោលគឺថៃកម្ពុជានិងបារាំងព្រះរាជដំណើរទស្សនកិច្ចនេះមិនមែនជាផ្លូវការទូតធម្មតានោះទេពោលវាគឺបានបង្កប់នៅសញ្ញាព្រមានដ៏គ្រោះថ្នាក់និងជាការគំរាមកំហែងដោយប្រយោលលើសន្តិសុខជាតិរបស់កម្ពុជាដែលក្រុមអាមាត្យថៃមិនសរសេរចូលទៅក្នុងរបៀបវារៈព្រះបរមរាជវាំងឡើយព្រោះអាចនឹងធ្វើឲ្យបែកការអ្វីបើមិនមានការបញ្ជាក់ជាសាធារណៈនៅក្នុងរបៀបវារៈផ្លូវការរបស់ព្រះបរមរាជវាំងថៃក៏ដោយប៉ុន្តែព្រះរាជដំណើរទស្សនកិច្ចនេះត្រូវបានគេមើលឃើញថាជាអន្តរការទូតប្រវត្តិសាស្ត្រនិងជារឿងសំខាន់បំផុតដែលកម្ពុជាត្រូវតែតាមដានដោយប្រុងប្រយ័ត្នការដែលភាគីថៃលើកដំកើងព្រះរាជដំណើរទស្សនកិច្ចរបស់ស្ដេចជូឡាលង្កនឬរាមាទី5យាងទៅកាន់ប្រទេសបារាំងកាលពីឆ្នាំ1897ធ្វើជាប្រធានបទស្នូលនៃព្រឹត្តិការណ៍ឆ្នាំ2026នេះបានដាស់រំលឹកនៅស្រមោលអតីតកាលដ៏ខ្មៅងងឹតនាសម័យអាណានិគមដែលសៀមធ្លាប់បានប្រើល្បិចការទូតឆ្កឹះឆ្កៀលជ្រឿលដីខ្មែរឲ្យបារាំងត្រួតត្រាដើម្បីបដូរយកឯករាជ្យភាពរបស់ខ្លួនដោយឡែកនៅក្នុងបរិបទបច្ចុប្បន្នក្នុងដំណើរទស្សនកិច្ចកម្រិតកំពូលនេះបានកើតឡើងម្ដងទៀតពោលគឺចំពេលស្ថានភាពព្រំដែនកម្ពុជាថៃកំរើកឡើងវិញជុំវិញការសាងសង់របងព្រំដែនការលុបចោល MOU 44តាមទំនឹងចិត្តការទាញទ្វារព្រំដែនបិទជាឯកតោភាគីការបោះបង្គោលព្រំដែននិងការកាន់កាប់ជ្រៅលើដែនខណ្ឌសីមាទឹកដីកម្ពុជាដោយខុសច្បាប់ដូចនេះព្រះរាជដំណើរទស្សនកិច្ចរបស់ស្ដេចរាមាទី10អាចជាការបង្កប់នៅល្បិចកលយុទ្ធសាស្ត្រក្នុងការស្វែងរកក្នុងបង្អែកការពារផ្លូវច្បាប់តាមរយៈការលួចចាក់ចង្កេះនិងអែបអបបារាំងខណៈដែលថៃដឹងក្នុងចិត្តយ៉ាងច្បាស់ថាបារាំងគឺជាអតីតអាណាព្យាបាលកម្ពុជានិងជាអ្នកខណ្ឌចែកកំណត់ព្រំដែនរវាងប្រទេសកម្ពុជាថៃដោយផ្ទាល់ដៃដូច្នេះរឿងអីដែលបារាំងមិនមានឯកសារយោងនិងជាសាក្សីដ៏សំខាន់មិនអាចខ្វះបានលើសំណុំរឿងព្រំដែនកម្ពុជាថៃដ៏រសើបមួយនេះទោះចង់មិនចង់ស្ដេចថៃត្រូវតែប្រើឱកាសនៃព្រះរាជដំណើរទស្សនកិច្ចនេះធ្វើជាឈ្នន់ការពារផលប្រយោជន៍នៃសារនយោបាយការទូតដោយដែលស្ដេចរាមាទី5ធ្លាប់បានធ្វើមកលើកម្ពុជាពីសម័យអតីតកាលយ៉ាងដូច្នោះដែរក្រៅពីអន្តរការទូតប្រវត្តិសាស្ត្របច្ចេកវិទ្យាយោធានៅតែជារឿងរសើបដែលកម្ពុជាមិនអាចមើលរំលងបាននោះក៏ព្រោះតែបារាំងគឺជាមហាអំណាចនុយក្លេអ៊ែរមួយដែរដែលមានសមត្ថភាពផលិតសព្វាវុធទំនើបជាច្រើនដែលថៃអាចនឹងបញ្ជាទិញដើម្បីលួងចិត្តបារាំងអាចនឹងមានភាគរយច្រើនណាស់
ដែលស្ដេចថៃទំនងជាឆ្លៀតឱកាសចរចាជាមួយបារាំងដោយសម្ងាត់លើកិច្ចព្រមព្រៀងយោធាបន្ទាប់ពីសហរដ្ឋអាមេរិកមិនព្រមលក់យន្តហោះចម្បាំង F-35 ឲ្យទៅប្រទេសឈ្លានពានកម្ពុជាមួយនេះតាមរយៈការចាប់ដៃជាមួយបារាំងដែលជាកំពូលមហាអំណាចបច្ចេកវិទ្យាអឺរ៉ុបមួយយោធាថៃអាចនឹងទទួលបានបច្ចេកវិទ្យាផ្កាយរណបផែនដីកម្រិតយុទ្ធសាស្ត្រនិងប្រព័ន្ធរ៉ាដាឆ្លូបយោកាអនុញ្ញាតឲ្យយោធាឈ្លានពានមួយនេះអាចឆ្លូបមើលចលនាកងទ័ពនិងទីតាំងឈរជើងរបស់យោធិនកម្ពុជាបានយ៉ាងងាយស្រួលពីលើអាកាសលើសពីនេះការពង្រឹងសម្ព័ន្ធភាពដើម្បីធ្វើទំនើបកម្មអាវុធធុនធ្ងន់ដូចជាឧទ្ធម្ភាគចក្រយោធា Airbus ឬយន្តហោះចម្បាំងទំនើបដូចជាពេជ្ឈឃាតលើមេឃ Rafale អាចនឹងដាក់សម្ពាធឲ្យកម្ពុជាស្ថិតក្នុងស្ថានភាពចាញ់ប្រៀបនិងហានិភ័យជានិច្ចមិនថាលើសមរភូមិដីគោកលើអាកាសឬតំបន់ទាមទារត្រួតស៊ីគ្នានៅក្នុងសមុទ្រព្រោះផលប្រយោជន៍វាមានកម្រិតធំនិងស្អិតរមួតជាងការរាប់អានបន្ថែមពីលើនេះផែនការទុច្ចរិតដែលកំពុងបង្កប់ខ្លួនក្នុងព្រះរាជដំណើរទស្សនកិច្ចរបស់ស្ដេចថៃអាចជាយុទ្ធសាស្ត្រយកបេះដូងអឺរ៉ុបនិងរុញច្រានកម្ពុជាឲ្យខ្ទាតចេញហើយធ្លាក់ទៅក្នុងភាពឯកោនៃល្បែងការទូតដ៏រសើបបំផុតតាមរយៈការប្រើប្រាស់ឋានៈខ្ពង់ខ្ពស់របស់ព្រះមហាក្សត្រទៅចាប់ដៃមហាអំណាចដល់ក្នុងផ្ទះនេះវាបានបញ្ជាក់ឲ្យឃើញថាថៃកំពុងបង្វែរទិសដៅផលប្រយោជន៍នយោបាយនិងសេដ្ឋកិច្ចរបស់លោកខាងលិចឲ្យផ្អៀងទៅរកខាងខ្លួនវិញនៅពេលដែលបារាំងផ្ដោតលើផលប្រយោជន៍ជាមួយថៃដែលជាទីផ្សារសេដ្ឋកិច្ចធំជាងវាអាចនឹងធ្វើឲ្យកម្ពុជាបាត់បង់បង្អែកដ៏រឹងមាំមួយនៅប៉ែកអឺរ៉ុបហើយរាល់សម្លេងតវ៉ារបស់ខ្មែរប្រឆាំងនឹងការរំលោភបំពានពីភាគីថៃអាចត្រូវធូរស្រាលជាងមុនឬត្រូវគេមើលរំលងតែម្ដងយុទ្ធសាស្ត្រការទូតនេះមិនត្រឹមតែធ្វើឲ្យកម្ពុជាឯកោនៅលើឆាកអន្តរជាតិប៉ុណ្ណោះទេក៏ប៉ុន្តែថែមទាំងបង្ខំឲ្យខ្មែរត្រូវពឹងផ្អែកលើមហាអំណាចផ្សេងទៀតដែលជាហានិភ័យភូមិសាស្ត្រនយោបាយដ៏គ្រោះថ្នាក់ងាយនឹងទាញដៃកម្ពុជាធ្លាក់ចូលក្នុងភ្នក់ភ្លើងសង្គ្រាមសាជាតិថ្មីសរុបសេចក្តីមកព្រះរាជដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ព្រះមហាក្សត្រថៃមហាវិជ្ជរាលង្កនឬស្ដេចរាមាទី10ទៅកាន់ប្រទេសបារាំងកាលពីថ្ងៃទី25ដល់ថ្ងៃទី29ខែមិថុនាឆ្នាំ2026កន្លងទៅនេះបើយើងមើលពីសម្បកក្រៅទៅវាហាក់បីដូចជាការសម្ដែងការគួសមនិងការទូតកម្រិតខ្ពស់ធម្មតាប៉ុន្តែធៀបពិតវាជាល្បិចយុទ្ធសាស្ត្រពឹសពុលរបស់ក្រុមអាមាត្យថៃដែលបានរៀបចំដណ្ដើមយកព្រៀបឈ្នះលើកម្ពុជាជាពិសេសនោះលើសំណុំរឿងផ្លូវច្បាប់អន្តរជាតិនេះមានន័យថាថៃឬចៅសៀមបានរៀបចំផែនការយ៉ាងល្អិតល្អន់ជាទីបំផុតក្នុងការខ្ចីដៃឥទ្ធិពលមហាអំណាចអឺរ៉ុបពោលគឺបារាំងទាំងលើផ្លូវច្បាប់អន្តរជាតិព្រំដែនបច្ចេកវិទ្យាយោធានិងឥទ្ធិពលការទូតអន្តរជាតិដើម្បីជាផលប្រយោជន៍ក្នុងការដាក់សម្ពាធដោយប្រយោលមកលើប្រទេសជិតខាងពិសេសលើប្រទេសកម្ពុជាតែម្ដងប៉ុន្តែអ្វីបើយ៉ាងនេះក្តីបារាំងទំនងជាដឹងច្បាស់រួចទៅហើយអំពីល្បិចកិច្ចកលដ៏ពឹសពុលរបស់យោធាថៃដែលបានបើកការឈ្លានពានកម្ពុជានិងថែមទាំងហ៊ានលុបកិច្ចព្រមព្រៀងអន្តរជាតិស្រេចតែចិត្តហើយបែរទៅជាបរិយាយបំភ្លៃការពិតប្រាប់អន្តរជាតិសពគ្រប់បែបយ៉ាងត្បិតថៃស្មានតែពួកអឺរ៉ុបត្រចៀកសងាយជឿពាក្យភូតភររបស់ខ្លួនសមនឹងពាក្យចាស់មួយឃ្លាពោលថាភូតច្រើនចាញ់អាត្មាគូបញ្ជាក់ថាក្នុងអំឡុងពេលទស្សនកិច្ចនេះព្រះមហាក្សត្រថៃនិងព្រះមហាក្សត្រីថៃបានចូលរួមកម្មវិធីផ្លូវការជាច្រើនរួមមានពិធីទទួលបដិសណ្ឋារកិច្ចនៅវិមានអេលីសេជំនួបជាមួយប្រធានាធិបតីបារាំងលោកអ៊ីម៉ានូអែលម៉ាក្រុងពិធីជប់លៀងផ្លូវរដ្ឋកម្មវិធីរំលឹកខួប170ឆ្នាំនៃទំនាក់ទំនងការទូតថៃបារាំងកម្មវិធីវប្បធម៌និងកិច្ចប្រជុំពាក់ព័ន្ធនិងកិច្ចសហប្រតិបត្តិការទ្វេភាគីជាដើម